ថាក្នុងកាលនោះឯងមានបរិសម្នាក់ដឹងជាក់អស់អាយុខៃនិងអស់ជីវិតខ្សែក្នុងសម័យគ្រានោះឯងមានចិត្តគិតមេត្តាបុត្រធីតានៅក្រោយក្រែងក្រីក្រទើបថ្លាថ្លែងគិតចាចែងបណ្ដាំថាអោកូនមាសឪពុកឪជាទុកខ្លាំងខ្លោចផ្សាអោកូនថ្លៃជីវ៉ាមនេហរាឪពុកផ្ដាំឪពុកចិត្តស្លាប់ហើយអោកូនដោយចូលអ្នកចាំអស់អានៃបណ្ដាំចាំឲ្យស្ទាត់កុំឲ្យផ្លិចចាំអស់ទាំងសេចក្តីទាំងសម្ដីពាក្យសេចក្រិចទោះក្រីក្រដោយម្ដេចចាំកុំផ្លិចពីឪពុកដល់អត់ពីបៃតាកូនសង្សារនឹងបានសុខដោយសារពីឪពុកផ្ដែផ្ដាំទុកឲ្យបត់ថ្លៃកូនអើយស្រែចំការកុំបីបាលក់យកថ្លៃគួទុកគួសំចៃគ្រាន់អាស្រ័យជាអំរោះបិទមានកំណប់ទ្របច្រើនកកប់ជារបស់ធនធានមានទាំងអស់អត់ចន្លោះក្នុងប្រតិពីប៉ុន្តែឪបញ្ជាក់ជាសោបលក្ខនៅនេតិត្រង់ណាក្នុងប្រតិពីមិនច្បាស់ទីប្រកាសឡើយដូច្នេះចូលអ្នកខំជួរោះផ្សំកុំកន្តើយកុំធ្វេសណាកូនឡើយមិនយូរឡើយគង់នឹងបានបើរកមិនឃើញឆាប់ខំគោះកាប់ឲ្យគ្រប់ប្រានជួររស់យ៉ាងចំណានកុំថ្នមប្រានខ្លាចនឿយឡើយកាលណាឃើញកំណប់ដែលឪកប់នឹងបានស្បើយពីក្រលំបាកហើយអ្នកអើយក្រឡើងជាមានរួចទុករួចលំបាកពីតោកយ៉ាពីអត់ឃ្លានឡើងធ្វើជាអ្នកមានទ្រព្យធនធានមានឥតខ្វះផ្ដាំស្រេចក៏ស្លាប់ទៅដល់មកពេលហ្នឹងក៏ស្លាប់ហើយកូនចៅនៅដេរដាស់វេទនាដោយកម្មក្រាស់លំបាកណាស់ព្រោះខ្លួនខ្លៅតែចាំបណ្ដាំឲ្យមិនយូរឡើយអស់កូនចៅនាំគ្នាត្រាច់ចេញទៅសម្ដៅទីចំការស្រែធ្វើតាមពីឪពុកផ្ដែផ្ដាំទុកអត់មានលហែថាឲ្យខំធ្វើស្រែនឹងចម្រើនបានកំណប់ប្រឹងជួប្រឹងរស់រាយប្រឹងកកាយប្រឹងត្រឡប់កោះដីរស់សោះសពអត់ធុញថប់ពុំឃើញសោះទៅមានវាចាថាលោកបៃតាច្រឡំស្មោះឲ្យកូនរកកំណប់មិនឃើញសោះវត្ថុអ្វីដូច្នេះយើងសាបព្រោះស្រូវពំរោះពូជសលៃគ្រប់ស្រែទាំងចាស់ថ្មីចោលដីថ្មីឲ្យឥតការគិតហើយធ្វើស្រែស្រូវតាមរដូវនៃវស្សាលុះដល់បានផ្លែផ្កាចម្រើនផលជាពន្លឹកទៅច្រត់មកបោកបែនបានផលណែនពេញសន្ធឹកឈ្មួញចូលទិញកកឹកទាំងជើងទឹកជើងគោផងបានប្រាក់ច្រើនអណែកឡើងជាឯកអ្នកមាននងព្រោះគុណដែលទ្របទ្រាំតាមបណ្ដាំនៃបៃតាដូច្នេះបានយល់ច្បាស់ភ្លឺស្រឡះអត់សង្ការជឿជាក់ភ្ញាក់អាត្មាថាបៃតាថាកំណប់គឺប្រាក់នឹងឯងហើយប្រគុណហើយលោកប្រសពឲ្យកូនរកកំណប់ថាមានកោបនោះសន្ធឹកឥឡូវបានដោយសារពាក្យបៃតាផ្ដាំរលឹកធ្វើការទាំងយប់ព្រឹកនេះគួរនឹកគុណបៃតារកទ្របរកបណ្ដាំដែលលោកផ្ដាំជាបញ្ហាថាឲ្យខំធ្វើការនេះហើយមហាប្រសើរអង